បាទសូមគោរពនឹងជម្រាបសួរដល់អស់លោកអ្នកដែលជាអ្នកអាណាព្យាបាលសិស្សានុសិស្សក៏ដូចជាសូមគោរពទៅដល់បងប្អូនទាំងអស់គ្នាដែលជាអ្នកសិក្សារៀនសូត្រដែលបងប្អូនចង់ចេះចង់ដឹងផ្នែកភាសាអង់គ្លេសពីកម្រិតមូលដ្ឋានគ្រឹះតទៅបាទអញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងរំលឹកមេរៀនអំពី how to pronounce all the vowel sounds អញ្ចឹងនៅក្នុងកាលពីវីដេអូមុនគឺខ្ញុំបានបង្រៀនកូនៗរួចហើយអំពីរបៀបនៃការអានបញ្ចេញសំឡេងនៅស្រៈទាំងអស់នៅក្នុងភាសាអង់គ្លេសអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងមករំលឹកអំពី all the vowel sound ទាំងអស់គ្នាก่อนណាអញ្ចឹងជាដំបូងគឺលោកគ្រូចង់ឲ្យកូនទាំងអស់គ្នារៀនអានតាមលោកគ្រូមួយចប់សិនហើយចាំលោកគ្រូរំលឹកកូនម្ដងទៀតដើម្បីយើងបញ្ចប់វីដេអូតែម្ដងก่อนណាចាំមក all the vowel sounds 1 monophth songs ចឹងនៅក្នុង monophth song ហ្នឹងគឺមានស្រៈចំនួន10 12ចឹងកូនអានទាំងអស់គ្នាกันណាមាន e មក e តមក u តមកទៀត u អេអឺអបាទអញ្ចឹងនៅក្នុង 12 monophth song គឺយើងបានអានចប់ហើយឥឡូវយើងចូលដល់ចំណុចមួយទៀតគឺ number 2 diphth song diphth song នេះគឺមានស្រៈចំនួន8គឺយើងអាចនិយាយថា8 diphth songs អញ្ចឹងគឺមាន ear a oor oi o air I ow បាទឥឡូវគឺកូនទាំងអស់គ្នាបានអានមួយចប់ហើយជាមួយនឹងខ្ញុំឥឡូវនេះគឺលោកគ្រូចង់រំលឹកកូនម្ដងទៀតណាអញ្ចឹងកូនចាំរំលឹកថាតាមលោកគ្រូទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះគឺគ្រាន់តែ review ដើម្បីឲ្យកូនបានច្បាស់នៅស្រៈនីមួយៗតើស្រៈមួយត្រូវបញ្ចេញសំឡេងយ៉ាងម៉េចទៅណាអញ្ចឹងមកគឺទី1គឺមាន monophth song នៅក្នុង monophth song ហ្នឹងគឺមានចំនួន12អញ្ចឹងយើងអាចនិយាយបានថា12 monophth song អញ្ចឹង what are they are like e តមក e តមកទៀត u បន្តមក u បន្តមកទៀត e ស្រៈមួយទៀត ស្រៈមួយទៀត ហើយស្រៈមួយទៀត បាទស្រៈមួយទៀតដល់ពេលដែលអនេះគឺមានមកស្រៈមកស្រៈតមកគឺបាទអញ្ចឹងគឺមាន e u e o I a បាទឥឡូវចូលដល់ចំណុចទី2គឺ 8 diphth song នៅក្នុង 8 diphth songs គឺមានស្រៈមុនគេគឺស្រៈ ear តមក a តមកទៀត u បន្តមកទៀត oi ស្រៈបន្តទៀត
O O តោះមក air 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 តោះមកទៀត I ស្រាប់ចុងក្រោយ ow ow បាទអញ្ចឹងគឺនៅក្នុង A diphthong នេះគឺមាន ear a u I o air I ow បាទអញ្ចឹងគឺវីដេអូរបស់ខ្ញុំក៏បានដល់ទីបញ្ចប់ក៏សូមអរគុណដល់អស់លោកអ្នកដែលជាអ្នកអាណាព្យាបាលក៏ដូចជាកូនៗទាំងអស់គ្នាដែលបានតាមដាននិងមើលវីដេអូនេះដើម្បីរំលឹកមេរៀនទាំងអស់គ្នាបាទជាចុងក្រោយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាក៏ដូចជាលោកអ្នកជាអាណាព្យាបាលសូមអរគុណនិងជម្រាបលាជួបគ្នានៅវីដេអូក្រោយ